បងប្អូនធ្លាប់តែញ៉ាំបាយដំណើបចំហុយជាមួយទុរេនឬក៏សង់ខ្យាតោះថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើបាយដំណើបចំហុយបែបចិនមានក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់ប្លែកចា៎អញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយសម្រាប់គ្រឿងផ្សំវិញគឺខ្ញុំមានផ្សិតជីតាកេក្រៀមឬក៏យើងហៅថាផ្សិតខ្មៅនឹងបងប្អូនចំនួន5ដោយផ្សិតនេះដែរយើងដាក់ត្រាំទឹកក្តៅអ៊ុនៗរយៈពេលពី15ទៅ20នាទីជាបន្ទាប់មកទៀតខ្ញុំមានបង្គាក្រៀមរបស់យើងប្រហែលជាកន្លះខាំសម្រាប់បង្គាក្រៀមនេះដែរបងប្អូនដាក់តិចច្រើនទៅតាមចំណង់ចំណូលចិត្តជាបន្ទាប់មកទៀតខ្ញុំមានក្រូតរបស់យើងមួយមើមយើងកាត់ក្រូតរបស់យើងជាកង់ខ្លីៗបែបនេះហើយបន្ទាប់មកយើងកាត់វាឲ្យតូចៗបែបនេះទៀតចាជាបន្តមកទៀតខ្ញុំមានទំពាំងដែលស្ងោររួចហើយនឹងចំនួន1ចំហៀងចាសម្រាប់ទំពាំងនេះដែរបងប្អូនអាចដាក់ឬក៏មិនដាក់ទៅតាមចំណង់ចំណូលចិត្តហើយទំពាំងនេះដែរគឺយើងកាត់វាឲ្យមានទំហំតូចៗដូចគ្នាជាបន្តមកទៀតខ្ញុំមានអង្ករដំណើបរបស់យើងចំនួន3ខាំយើងលាងសម្អាតវាបានស្អាតល្អមកចាឥឡូវឃើញថាផ្សិតជីតាកេរបស់យើងបានរីកទន់ល្អហើយអញ្ចឹងជាបន្តមកទៀតយើងចាប់ផ្ដើមហាន់ផ្សិតជីតាកេរបស់យើងនឹងជាចំណិតស្ដើងៗបែបនេះចាជាបន្តមកទៀតខ្ញុំមានសាច់ជ្រូករបស់យើងផ្នែកស្មាមុខនឹងចំនួន2ខាំកន្លះបើសិនបងប្អូនអត់ប្រើផ្នែកស្មាមុខទេបងប្អូនអាចប្រើសាច់ជ្រូក3ជាន់ក៏បានឬក៏អាចប្រើសាច់មាន់ក៏បានដែរទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតយើងភ្លះសាច់ជ្រូករបស់យើងជាបន្ទះស្ដើងហើយបន្ទាប់មកយើងហាន់វាតូចៗបែបនេះទៀតសម្រាប់ទំហំវិញសូមបងប្អូនកុំហាន់ឲ្យវាស្ដើងពេកយើងហាន់វាមានទំហំប្រហែលប៉ុនមេដៃមកជាបន្តមកទៀតយើងចាប់ផ្ដើមឆាសាច់ជ្រូករបស់យើងដែលខ្ញុំដាក់ប្រេងល្ងបន្តិចបើសិនបងប្អូនអត់មានប្រេងល្ងទេមិនបាច់ដាក់ក៏បានដែរហើយយើងឆាសាច់ជ្រូករបស់យើងឲ្យវាបានឆ្អិនបន្តិចមកជាបន្តមកទៀតយើងយកបន្លែដែលយើងបានហាន់រួចមិញយើងចាក់ចូលមកទាំងអស់មកហើយបន្ទាប់មកយើងឆាវាមួយសន្ទុះជាបន្តមកទៀតយើងចាប់ផ្ដើមបន្ថែមគ្រឿងដែលខ្ញុំដាក់ស្ករអំពៅចំនួន1ស្លាបព្រាកាហ្វេម្សៅស៊ុបចំនួន1ស្លាបព្រាបាយប្រេងខ្យងចំនួន1ស្លាបព្រាបាយនិងទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាបាយហើយសម្រាប់រសជាតិនេះដែរបងប្អូនអាចធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តហើយយើងឆាវាចុះឡើងមួយសន្ទុះមកជាបន្តមកទៀតគឺខ្ញុំបន្ថែមទឹករបស់យើងនឹងចំនួន100មីលីលីត្រជាបន្តមកទៀតយើងយកអង្ករដំណើបដែលយើងបានលាងស្អាតរួចអំមិញយើងចាក់ចូលហើយយើងឆាវាមួយសន្ទុះយើងឆាចុះឡើងរហូតដល់ឆារបស់យើងនឹងបានស្ងួតទឹកអស់ជាបន្តមកទៀតយើងធ្វើការបិទភ្លើងហើយឥឡូវនេះយើងចាប់ផ្ដើមរៀបចំចំហុយចាជាទូទៅវិញសម្រាប់បាយដំណើបចំហុយនេះគឺគេតែនិយមខ្ចប់ជាមួយនឹងស្លឹកឫស្សីឬក៏សបកទំពាំងគេខ្ចប់ដូចយើងខ្ចប់នំចាំងរបស់យើងអញ្ចឹងបងប្អូនគេខ្ចប់ហើយទើបគេដាក់ចំហុយប៉ុន្តែដោយសារតែខ្ញុំអត់មានស្លឹកឫស្សីឬក៏សបកទំពាំងគឺខ្ញុំចំហុយបាយដំណើបរបស់យើងជាមួយនឹងឆ្នាំងចំហុយឫស្សីបែបនេះដោយយើងដាក់ក្រណាត់ទ្រាប់ពីក្រោមហើយបន្ទាប់មកយើងដាក់បាយដំណើបរបស់យើងចូលហើយបន្ទាប់មកយើងយកស្បៃយើងគ្របបាយដំណើបរបស់យើងឲ្យជិតមកហើយយើងបិទគម្របជាបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ដាំទឹកឲ្យពុះនៅពេលដែលទឹករបស់យើងបានពុះល្អហើយគឺយើងដាក់បាយដំណើបរបស់យើងចំហុយដែលខ្ញុំប្រើភ្លើងមធ្យមហើយចំហុយវារយៈពេលពី25ទៅ30នាទីបន្ទាប់ពីយើងចំហុយបាយដំណើបរបស់យើងបានរយៈពេលប្រហែលជា15នាទីហើយគឺខ្ញុំយកបាយដំណើបរបស់យើងមកកូរច្បល់ចុះឡើងបែបនេះបងប្អូនដើម្បីឲ្យបាយដំណើបរបស់យើងនឹងបានរីកល្អស្មើគ្នាហើយបើសិនបើបាយដំណើបរបស់យើងមើលទៅមានសភាពរាងស្ងួតសូមបងប្អូនបន្តក់ទឹកពីលើតិចៗមកហើយបន្ទាប់មកយើងដាក់បាយដំណើបរបស់យើងចំហុយបន្តចាំបន្ទាប់ពីយើងបានចំហុយបាយដំណើបរបស់យើងរយៈពេល30នាទីហើយឃើញថាបាយដំណើបរបស់យើងបានរីកល្អហើយមានក្លិនឈ្ងុយទំនងគួរឲ្យចង់ញ៉ាំមែនទែន